បងប្អូនមួយចំនួនគាត់លេង account Facebook របស់គាត់ហ្នឹងជារៀងរាល់ថ្ងៃតែគាត់អត់ដឹងថា account Facebook របស់គាត់ហ្នឹងមានជាប់កម្មវិធីឬក៏ app អ្វីខ្លះបងប្អូនណាហ្នឹងហើយដូចខ្ញុំបានបង្ហាញអញ្ចឹងបងប្អូនណានេះជា account Facebook របស់ខ្ញុំដែលខ្ញុំបានភ្ជាប់ជាមួយ app ជាច្រើនបងប្អូនអញ្ចឹងបើសិនជាបងប្អូនបាទចង់លុប app ទាំងអស់នេះបាទកុំឲ្យមានជាប់នៅក្នុង account Facebook របស់យើងណាបងប្អូនអាចបាទតាមដានវីដេអូនេះបានខ្ញុំនឹងបង្ហាញបងប្អូនពីការលុប app ទាំងអស់នេះកុំឲ្យនៅជាប់ក្នុង account Facebook របស់យើងបន្តទៀតបងប្អូនណាហ្នឹងហើយអញ្ចឹងតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបន្ទាប់មកបងប្អូនចុចចូលទៅក្នុង account Facebook ហើយបងប្អូនចុចចូលកន្លែង profile របស់យើងបើសិនជា iPhone នៅខាងក្រោមបងប្អូនណាហ្នឹងហើយឥឡូវខ្ញុំចុចចូលកន្លែង profile របស់ខ្ញុំនៅទីនេះបងប្អូនចុចចូលកន្លែង setting ទីនេះក៏បានឬក៏បងប្អូន scroll ឡើងលើ scroll មកហើយបងប្អូនយកពាក្យថា setting and privacy បាទដែលមានសញ្ញាដូចលីបកង់នេះបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនបាទចុចចូលបងប្អូនចុចចូលពាក្យថា setting មកបងប្អូន scroll ឡើងលើហើយបងប្អូនកត់សម្គាល់សញ្ញារូប4ជ្រុងនេះបងប្អូនបើមិនជាបងប្អូនបាទដាក់ជាអក្សរខ្មែរបងប្អូនកត់សម្គាល់តែរូបសញ្ញាហ្នឹងមកបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនបាទចុចចូលមកកម្មវិធីទាំងអស់នេះហើយសុទ្ធតែភ្ជាប់ជាមួយ account Facebook របស់យើងដោយសារខ្ញុំបានលុបបាទច្រើនកម្មវិធីដែរបងប្អូនណាខ្ញុំជាប់ច្រើនមែនតើ account Facebook របស់ខ្ញុំបើសិនជាបងប្អូនអត់ពេញចិត្តនៅកម្មវិធីណាមួយបងប្អូនគ្រាន់តែចុចបាទ select លើវាមកបងប្អូនចុចចូលមកចុចចូលហើយបងប្អូននឹងឃើញពាក្យថា remove បាទដែលមានរូបសញ្ញាធំសម្រាប់នេះហើយបងប្អូនមើលខាងក្រោមនេះអញ្ចឹងវាដាក់ឲ្យថ្ងៃខែឆ្នាំនៅទីនេះតែម្ដងបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនគាត់ចុចចូលកន្លែងហ្នឹងមកយើងបានបាទ remove app នឹងចេញពី account Facebook របស់យើងហើយបងប្អូនណាហ្នឹងអញ្ចឹងបងប្អូនចុចចូលទីនេះមកហើយបងប្អូនបើសិនជាកន្លែងនេះហ៎បងប្អូនបាទដកចាបាទដកអញ្ចឹងយើងដាក់មកបាទយើងចុច tick ណាដូចគេបានបង្ហាញអញ្ចឹងហើយបងប្អូនចុចពាក្យថា remove នេះម្ដងទៀតបងប្អូនណាហ្នឹងហើយអញ្ចឹង app ហ្នឹងនឹង load ចេញពីបាទ account Facebook របស់យើងតែម្ដងវាលែងមានទៀតហើយបាទនេះបងប្អូនឃើញបាទវា load ចេញហើយបើសិនជា account Facebook បងប្អូនហ្នឹងមានភ្ជាប់កម្មវិធីច្រើនដែលបងប្អូនមិនជឿទុកចិត្តកម្មវិធីអីផ្សេងអញ្ចឹងណាបងប្អូនបាទបងប្អូនអាចបាទលុបដូចខ្ញុំបានបង្ហាញអញ្ចឹងទៅបងប្អូនហ្នឹងហើយបងប្អូនចង់លុបបន្ថែមទៀតបងប្អូនគ្រាន់ចុចលើបាទ app ហ្នឹងមកបងប្អូនចុចពាក្យថា remove នេះមកបាទហើយបងប្អូនចុច remove នេះម្ដងទៀតបាទអញ្ចឹងវានឹង load ហើយបាទវា load បាទវានឹងលុបចេញពី account Facebook របស់យើងតែម្ដងបាទនេះបងប្អូនឃើញបាទនៅតែ2ទេគឺនៅ TikTok មួយហើយនឹងកម្មវិធី live stream មួយបងប្អូនណានេះឃើញទេបាទបើសិនជាបងប្អូនចង់លុបកម្មវិធី live stream នេះមួយទៀតបងប្អូនគាត់ចុចនឹងដូចគ្នាហ្មងបងប្អូនខ្ញុំភ្ជាប់នេះតាំងពីឆ្នាំ2022ទៅបងប្អូនឃើញទេបាទបើសិនជាបងប្អូនអត់ចង់ remove កម្មវិធី live stream នឹងទេបាទចេញពី account Facebook របស់យើងបងប្អូនចង់បងប្អូនចុចចេញមកវិញមកបាទហ្នឹងហើយបងប្អូនចង់បាទលុបនៅក្នុងកម្មវិធី TikTok បងប្អូនចុចមកបាទបងប្អូនឃើញបាទពេលដែលយើងចុចចូលហើយបងប្អូនណាហ្នឹងហើយវានឹង load Gmail យើងនៅខាងក្រោមនេះបាទ Gmail របស់យើងដែលយើងបានភ្ជាប់ជាមួយកម្មវិធី TikTok អញ្ចឹងវានៅជាប់នឹង Gmail របស់យើងដែលយើងបានភ្ជាប់នៅតែម្ដងបងប្អូនអញ្ចឹងបងប្អូនចុចចេញមកបាទ refresh មួយមើលបាទអញ្ចឹងវាបាត់កម្មវិធីហ្នឹងហើយព្រោះយើងបាន remove រួចហើយនៅតែពីកម្មវិធីហ្នឹងទេបងប្អូនអាចអនុវត្តតាមវីដេអូរបស់ខ្ញុំបានអរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះបាទសូមជម្រាបលា